សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរថយន្តមួយដែលមានបញ្ហាទឹកចូលម៉ាស៊ីនហើយរថយន្តនេះគឺ CRV ដែលគាត់ជិះកាត់ភ្លៀងទៅភ្លៀងខ្លាំងគាត់ជិះគាត់អត់លុតដល់ពេលលុតទៅគាត់បានយើងក៏បានរអូសយកមកដាក់នៅការ៉ាយើងធ្វើការឆែកមើលប្រព័ន្ធភ្លើងប្រព័ន្ធអីមានអស់ហើយតែម៉ាស៊ីនវាអត់ឆេះអញ្ចឹងយើងធ្វើការវាស់កុំជុំវាឃើញថាកុំជុំវាខ្សោយអញ្ចឹងរថយន្តនេះកុំជុំខ្សោយយើងត្រូវការរើមើលម៉ាស៊ីនឥឡូវយើងធ្វើការដោះតម្លាក់ម៉ាស៊ីនចុះមកក្រោមយើងវាស់តង់វាស់អីវាហើយជួលសំណាំដើម្បីពេលដាក់ចូលវិញយើងស្រួលងាយស្រួលរថយន្តនេះគឺនៅខាងក្នុងម៉ាស៊ីនគឺមានទឹកដែលទឹកចូលតាមអេដែលពេលយើងដោះអេមកឃើញស្ទើរតែទឹកទាំងអស់អញ្ចឹងដល់ពេលដែលយើងដោះពីស្តុងមើលឃើញថាក្បាលពីស្តុងគាំងបាត់ហើយព្រោះក្បាត់ហ្នឹងគាំងបាត់ឯហ្នឹងសិតតែកតិចសិតតែកតិយអីហ្នឹងតែសេះសល់អញ្ចឹងមិនធ្វើឲ្យវាស្តុងនឹងគាំងម៉ាស៊ីនអត់ឆេះទេអញ្ចឹងយើងធ្វើការដោះសម្អាតដូរក្បាត់ដូរអីដាក់ថ្មីគាត់យើងធ្វើដាក់ក្បាត់ថ្មីឲ្យគាត់វិញអញ្ចឹងនេះមើលអេបងប្អូនអេសើមនឹងអស់លេងអស់ព្រោះអេឡាននេះគឺដាក់ទៅក្រោមអញ្ចឹងពេលដែលភ្លៀងលិចមកវាបើទឹកចូលតែម្ដងអញ្ចឹងធ្វើរថយន្តនេះចូលទឹកអញ្ចឹងបងប្អូនមានបញ្ហាម៉ាស៊ីនប្រព័ន្ធភ្លើងអាចយកមកយានឋានស៊ូស៊ឺអូតូបាន